បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Campbell CNE នៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងរបៀបក្នុងការរកបរិមាណខ្សាច់ស៊ីម៉ង់តហើយនិងថ្មកាលណាយើងលាយបេតុងបាទដែលរបៀបដែលយើងលាយហ្នឹងគឺយើងលាយ1 4 1 2 4 ហ្នឹងគឺជាសមាមាត្រមានន័យថាទី1ហ្នឹងគឺជាបរិមាណស៊ីម៉ង់2ហ្នឹងគឺជាបរិមាណខ្សាច់ហើយនិង4ហ្នឹងគឺជាបរិមាណថ្មគឺជាសមាមាត្រអញ្ចឹងបើសិនជាយើងគិតថាថ្មសំទោសស៊ីម៉ង់ប្រើ1ធុងស្ពេតប្រូខ្សាច់ស្មើ2ធុងហើយគ្រួសស្មើប្រើ4ធុងមែនទេបាទដែលការលាយសមាមាត្របែបនេះគឺយើងអាចបានកម្លាំងបេតុងរហូតដល់20 MPa អាចនឹងបានទៅដល់21តោះនេះបើយើងលាយបានល្អអាហ្នឹងគឺជា spec standard បាទអញ្ចឹងដើម្បីរកបរិមាណបានយើងត្រូវទី1គឺយើងត្រូវយកសមាមាត្ររបស់វាហ្នឹងបូកបើសិនជាពេលខ្លះបងប្អូនអាចលាយដល់1ស៊ីម៉ង់1ធុងខ្សាច់3ធុងហើយគ្រួស6ធុងអាហ្នឹងយើងគិតជាធុងណាអានេះបើសិនបងប្អូនគិតជាគីឡូសំទោសសមាមាត្រនេះមានន័យថាត្រូវឲ្យបងប្អូនយកអីមកវល់បើបងប្អូនយកបាវស៊ីម៉ង់មកវល់អានេះក៏ត្រូវយកបាវស៊ីម៉ង់មកវល់ដែរអានេះក៏ដូចគ្នាដែរតោះណាបាទអញ្ចឹងឥឡូវយើងត្រឡប់មកវិញគឺយើងដំបូងឡើយយើងត្រូវបូកសមាមាត្រទាំងអស់ស្តៀងគ្នានឹងមុនដែរយើងបូកសមាមាត្រវាទាំងអស់មកអញ្ចឹង1 2 4បូកទៅឃើញ7បើសិនជាបងប្អូនប្រើលាយ1យើងត្រូវបូកជាមួយនឹង3បូកជាមួយនឹង6ករណីបងប្អូនលាយតាមសមាមាត្រនេះបាទនេះគឺខ្ញុំបូកទៅខ្ញុំឃើញតែ7ទេដោយសារ1 2 4មែនទេដែល1 2 4ហ្នឹងដូចខ្ញុំនិយាយពីដើមអញ្ចឹងគឺស៊ីម៉ង់ខ្សាច់ថ្មមែនទេបាទបន្តមកទៀតយើងត្រូវរកក្នុង1ម៉ែត្រការ៉េមែនទេក្នុងម៉ែត្រគីបដើម្បីយើងអាចរកលើក្រោយយើងអាចគុណគ្រាន់តែបើសិនយើងត្រូវការតែកន្លះគីបយើងគ្រាន់តែគុណមកក្នុងមួយគីបយើងឃើញប៉ុន្មានហើយគុណនឹងកន្លះគីបទៅគឺឃើញប៉ុណ្្នឹងហើយមែនទេហើយយើងរកច្រើនក៏យើងគ្រាន់គុណដូចគ្នាទៅឃើញដូចគ្នាទេហ្នឹងសំខាន់គឺយើងរកចេញក្នុងមួយគីបសិនទៅមែនទេបាទអញ្ចឹងមួយគីបហ្នឹងគឺយើងមួយគីបគេហៅថា weight volume មានន័យថាមាត្រដែលយើងលាយហើយមែនទេមាត្របេតុងដែលយើងលាយហើយមានខ្សាច់សំទោសមានខ្សាច់មានស៊ីម៉ង់តហើយនឹងមានគ្រួសអីចឹងទៅលាយឲ្យបូកជាមួយទឹកទៅយើងបានម៉ែត្រមួយគីបក៏ប៉ុន្តែដើម្បីរអាស៊ីម៉ង់ដែលយើងត្រូវយកមកលាយនេះគឺយើងត្រូវគុណជាមួយនឹងមេគុណនេះសិនតោះណានេះ 1.55 សំទោស 1.54 នេះគឺជាមេគុណសម្ងួត dry volume coefficient ហ្នឹងអញ្ចឹងយើងយកមកគុណមកអញ្ចឹងបើសិនជាបងប្អូនលាយមិនថាបងប្អូនលាយ1 3 6ក៏បងប្អូនត្រូវគុណដូចគ្នាដែរណាក្នុងមួយគីបអញ្ចឹងយើងបានមាត្រស្ងួតអានេះយើងថាបានមាត្រស្ងួតបន្ទាប់ពីបានមាត្រស្ងួតហើយបងប្អូនយកមកបំលែងរកបរិមាណស៊ីម៉ង់មកបរិមាណស៊ីម៉ង់របស់យើងហ្នឹងគឺយើងប្រើរូបមន្តដូចគ្នាទេតោះណាបាទគឺមានន័យថាអានេះខ្ញុំតាំងឲ្យស៊ីម៉ង់អញ្ចឹងយើងចែកឲ្យប៉ុន្មានស៊ីម៉ង់បូកខ្សាច់បូកគ្រួសហ្នឹងនេះអានេះគឺអានេះនឹងឯងតោះណានេះហើយអានេះគឺមាត្ររបស់យើងមាត្រស្ងួតនេះមាត្របេតុងស្ងួតរបស់យើងអញ្ចឹងយើងគុណមកដោយអានេះគឺយើងប្រើយើងលាយអានេះគឺយើងលាយតាមនេះអញ្ចឹងអានេះស្មើ1មែនទេអញ្ចឹងយើងបាន1ចែកឲ្យ7មកយើងគុណប៉ុណ្នេះមកយើងឃើញមាត្រប៉ុណ្នេះគឺ 0.22 ម៉ែត្រគីបមែនទេអញ្ចឹងអានេះយើងពិបាកយើងត្រូវរកបំលែងវាទៅជាធុងឬក៏ជាបាវដល់ធម្មតាសំងវាយើងដាក់ជាបាវមែនទេអញ្ចឹងយើងអាចគិតជាបាវឬក៏គិតជាធុងបានអញ្ចឹងដើម្បីគិតជាបាវទាំងអស់គ្នាត្រូវចែកយកមាត្ររបស់យើងចែកប៉ុណ្នេះបាទជាទៅមកបាវវាគឺស្មើប៉ុណ្នេះគីបប៉ុណ្នេះ 0.035 ម៉ែត្រគីបអញ្ចឹងយើងយកប៉ុណ្នេះមកចែកជាមួយនឹងចំនួននេះមកយើងឃើញប្រហែលជា 6.28 បាវមិនថាអត់ដល់1បាវអត់ដល់6បាវកន្លះទេណា6បាវបន្តិចឬក៏យើងអាចចែកគិតរកជាធុងបានសំទោសគិតរកទីធុងនេះបងប្អូនចែកតាមនេះមកយកអានេះយើងចែកនឹង 0.02 ធុងនេះគឺ20លីត្រណាធុង Spectro 20លីត្រSpectro 20លីត្រណាបើសិនជាបងប្អូនមានធុងខ្នាតផ្សេងខ្ញុំមិនដឹងទេហ្នឹងខ្ញុំករណីនេះគឺខ្ញុំយកប្រើធុង20លីត្រតោះណាធុង Spectro 20លីត្រអញ្ចឹងយើងចែក
ប៉ុណ្ណឹងទៅយើងបានប៉និះធុងតោះនេះបាទប្រើប៉និះធុងក្នុងមួយគីបក្នុងស៊ីម៉ង់មួយគីបស្មងដែលយើងលាយឲ្យមួយគីបហ្នឹងបាទអញ្ចឹងប៉ុណ្ណឹងតើតងមៀតរបស់ស៊ីម៉ង់ដែលយើងត្រូវការប្រើហើយមួយទៀតខ្សាច់បន្តទៀតយើងអាចរកខ្សាច់អញ្ចឹងខ្សាច់នេះយើងជំនួសដោយខ្សាច់មកអានេះដូចគ្នាខាងក្រោមនេះអញ្ចឹងខ្សាច់យើងមិន2មែនទេអញ្ចឹងខ្សាច់ជំនួសដោយ2នេះមកហើយខាងក្រោមនេះយើងបូកឃើញមិន7មែនទេនេះអញ្ចឹងបូកទៅយើងគុណជាមួយនឹងអាមៀតស្ងួតនេះមកយើងឃើញបែបនេះមែនទេចំពោះខ្សាច់អញ្ចឹងខ្សាច់ឃើញបែបនេះជាតែខ្សាច់យើងគិតជាធុងមែនទេដោយសារនេះអត់ដល់1គីបអត់ដល់កន្លះគីបទេណាខ្វះបន្តិចទៀតបានកន្លះគីបអញ្ចឹងយើងអាចបំបែកដែរទៅធុងយើងខ្ញុំប្រើ20លីត្រដូចគ្នាដែរតោះណាធុងពេត្រូ20លីត្រដែរអញ្ចឹងយើងចែកមកប៉ុណ្នេះមកអញ្ចឹងយើងបានប្រហែលជា22ធុងតោះនេះបាទយើងឃើញទេស្មើម៉ាតវាអានេះ11អានេះ22បាទឃើញគ្នាយើងអាចយកអានេះគុណជាមួយនឹង4ទៅនេះយកអានេះយកអាធុងនេះស៊ីម៉ង់នេះគុណ9ក៏ឃើញគ្រោះដែរដូចគ្នាទេឬក៏យកអានេះមកគុណជាមួយនឹង2ទៅឃើញខ្សាច់ហើយកាលណាយើងមានស្មាតម៉ាតរបស់យើងហើយតែយើងរកបំផែកមួយចុះនោះណាអញ្ចឹងយើងចង់យកគុណក៏បានដែររបៀបដែលយើងរកយើងគ្រាន់តែយកអានេះមកគុណជាមួយនេះយើងឃើញខ្សាច់យកអានេះគុណជាមួយនឹងអានេះយើងឃើញគ្រោះបាត់ហើយតោះណាតែយើងចង់រកមួយយើងធ្វើដូចបានដូចគ្នាដែរអញ្ចឹងករណីថ្មគ្រោះគឺយើងដាក់ជីនេះជំនួសវាមកអញ្ចឹងនេះមិន4មែនទេនេះ4ចានេះ7ដូចគ្នាទេដូចគ្នាដែរណាហើយគុណជាមួយនឹងវាស្ងួតរបស់វាណាយើងឃើញបែបនេះហើយយើងចែកជាមួយនឹងបថុងប្រហែលជាបែបនេះណាគិតជាម៉ែត្រគីបចឹងចែកទៅឃើញប្រហែលបែបនេះធំអញ្ចឹងបើយើងយកអានេះមកគុណទៅគុណនឹង4ទៅនេះ11គុណនឹង4គឺឃើញបែបនេះដូចគ្នាទេតោះនេះចឹងអាហ្នឹងវាលឿនគឺយើងយកមកគុណហ្មងយើងរកឃើញតែស៊ីម៉ង់មកយើងអាចមកគុណរកខ្សាច់ហើយនឹងគ្រោះបានហើយមែនទេបាទហ្នឹងវិធីលឿនអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាវាជួយសម្រួលដល់បងប្អូនទាំងអស់គ្នាបានច្រើនទាក់ទងការរកបរិមាណស៊ីម៉ង់ខ្សាច់ថ្មណាបាទប៉ុន្តែបើបងប្អូនបញ្ជាក់ម្ដងទៀតណាបើបងប្អូនលាយ1 3 6រកតាមហ្នឹងទៅណារកលំនាំហ្នឹងដែរទៅដូចស្តៀងតែគ្នាទេគ្រាន់តែប្រមាណវាស៊ីម៉ង់តិចជាងអានេះទៀងអារបៀបនេះណាបាទបើយើងធៀបប្រមាណបាទប៉ុណ្ណឹងខ្ញុំមានប៉ុណ្ណឹងទេជាមួយវីដេអូនេះយើងជួបគ្នានៅវីដេអូបន្តទៀត